ខ្ញុំបានយកទូរស័ព្ទមួយគ្រឿងនេះដាក់ចូលទៅក្នុងទូទឹកកកចាក់វីដេអូអត់ឈប់រយៈពេល10ម៉ោងជាងនៅក្នុងសីតុណ្ហភាពដែលត្រជាក់ខ្លាំងលទ្ធផលគឺវាស៊ីថ្មត្រឹមតែ28%តែប៉ុណ្ណោះហើយវាសល់ថ្មរហូតដល់60%ជាងហើយនេះគឺជា Huawei Nova 15 Max ខ្ញុំជឿថាបញ្ហាថ្មនៅលើទូរស័ព្ទគឺជាបញ្ហាដែលមនុស្សគ្រប់គ្នាតែងតែជួបហើយមួយថ្ងៃមិនដឹងយើងសាកប្រហែលដងហើយហ៊ានចុចអត់ហ៊ានប្រើច្រើនទេដោយសារតែខ្លាចអស់ថ្មហើយបើមុនចូលគេអត់បានសាកថ្មទូរស័ព្ទមានអារម្មណ៍ថាគេអត់លក់ទេហើយអ្នកខ្លះទៀតទៅក្រៅបើបានយក power bank ទៅជាមួយទេគាត់មានអារម្មណ៍ថាដូចអត់គ្រប់គ្រាន់អញ្ចឹងហើយខ្ញុំមិនមែនគ្រាន់តែនិយាយទេប៉ុន្តែខ្ញុំបានតេស្តផ្ទាល់គឺវាពិតជាខ្លាំងមែនអញ្ចឹងទៅលើរឿងដែលមានតែប្រហែលហ្នឹងទូរស័ព្ទមួយនេះអាចដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងបានហើយថ្ងៃនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងគ្នាអំពីចំណុចពិសេសរបស់ Huawei Nova 15 Max នេះដែលខ្ញុំអាចនិយាយបានថាអ្នកទាំងអស់គ្នាអត់ត្រូវការ power bank ទេ Huawei Nova 15 Max នេះគឺមកជាមួយថាមពលថ្មដែលមានទំហំធំមែនទែនរហូតដល់8500មីលីអ៊ុំពែម៉ោងដែលគឺជាទូរស័ព្ទដែលមានទំហំថ្មធំជាងគេនៅក្នុងប្រទេសកម្ពុជារបស់យើងហើយដូចអ្នកនរនេះបានឃើញខ្ញុំតេស្តនៅខាងក្បាលវីដេអូអញ្ចឹងគឺរយៈពេល10ម៉ោងជាងស៊ីថ្មតែ 20% នេះគឺតិចខ្លាំងមែនទែនអញ្ចឹងមានន័យថាបើសិនជាយើងប្រើប្រាស់ទៅលើការងារប្រចាំថ្ងៃយើងទៅខាងក្រៅអីយើងមានចាំបាច់ត្រូវការដាក់ខ្សែសារឬក៏ power bank ទៅតាមខ្លួនរបស់យើងទេខ្ញុំបានធ្វើការតេស្តលេងហ្គេមនៅលើទូរស័ព្ទនេះផ្ទាល់តែម្ដងរយៈពេល2ទៅ3ម៉ោងគឺវាស៊ីថ្មអស់ត្រឹមតែ 10% ជាងឯងអញ្ចឹងសម្រាប់អ្នកដែលគាត់លេងហ្គេមគឺភាគច្រើនគឺគាត់ប្រកាសជាគិតអំពីរឿងថ្មនេះជារឿងចាំបាច់ហើយមុនពេលដែលគាត់ធ្វើការសម្រេចចិត្តទិញទូរស័ព្ទសម្រាប់ទូរស័ព្ទមួយគ្រឿងនេះដែរគឺវាទទួលបានជាមួយនឹងវិញ្ញាបនបត្រ SGS លំដាប់ផ្កាយ5ទៅលើគុណភាពថ្មដែលបញ្ជាក់ថាថ្មពិតជាមានថាមពលពេញលេញហើយនឹងមានស្ថិរភាពផងដែរហើយសម្រាប់ការសាកថ្មវិញគឺទូរស័ព្ទមួយនេះគឺវាប្រើប្រាស់ជាមួយនឹងកម្លាំងសាក40 W Super Charge ដែលយើងអាចធ្វើការសាកថ្មបានយ៉ាងលឿនរឿងថាមពលថ្មធំគឺជារឿងមួយឯប៉ុន្តែរឿងមួយទៀតគឺភាពធន់របស់វាសម្រាប់ទូរស័ព្ទ Huawei Nova 15 Max នេះបើនិយាយពីភាពធន់វិញគឺ Max Durable តែម្ដងដែលវាល្អខ្លាំងមែនតើសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលមិនចាំបាច់បារម្ភនោះទេសម្រាប់ទូរស័ព្ទនេះគឺមានរូបរាងដែលធន់ខ្លាំងតែម្ដងដែលវាអាចទប់ទល់ទៅនឹងសម្ពាធបានរហូតដល់100 គីឡូក្រាមដែលវាស្មើទៅនឹងទម្ងន់ឥដ្ឋរហូតដល់40ដុំឯណោះហើយវាក៏ទទួលបានជាមួយនឹងវិញ្ញាបនបត្រ SGS លំដាប់ផ្កាយ5ទៅលើភាពធន់ដែលវាធន់នឹងការធ្លាក់រហូតដល់ 5.5 ម៉ែត្រឯណោះអញ្ចឹងអ្នកទាំងនេះមិនចាំបាច់បារម្ភទេសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងគឺយើងអាចធ្វើការប្រើប្រាស់ទូរស័ព្ទមួយគ្រឿងនេះដោយមានទំនុកចិត្តតែម្ដងមិនថាតែប៉ុណ្្នឹងឯងវាក៏អាចទ្រាំទ្រជាមួយនឹងអាកាសធាតុដែលក្តៅហើយនឹងត្រជាក់ខ្លាំងដោយបងប្អូនបានឃើញវីដេអូដែលខ្ញុំបានធ្វើការយកទៅដាក់នៅក្នុងទូទឹកកកអញ្ចឹងហើយបន្ថែមទៅទៀតទោះបីជាអេក្រង់របស់យើងសើមឬក៏វាប្រឡាក់ទឹកក៏ដោយក៏យើងនៅតែអាចធ្វើការថាច់ទៅលើអេក្រង់ហ្នឹងបានយ៉ាងទូលំផងដែរចំណុចមួយដែលខ្ញុំគិតថាវាល្អហើយវាជួយទៅដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងគឺ AI X Button ដែលគឺជាមុខងារពិសេសរបស់ Huawei នៅខាងគេនេះគឺមានជាមួយនឹងប៊ូតុងមួយដែលយើងអាចធ្វើការកំណត់បើកកម្មវិធីទៅតាមតម្រូវការហើយនឹងចំណង់ចំណូលចិត្តរបស់យើងតែម្ដងដូចខ្ញុំបានកំណត់អញ្ចឹងបើសិនជាករណីខ្ញុំចុចឲ្យជាប់វានឹងធ្វើការចេញជាមួយនឹងកម្មវិធីធនាគារដែលយើងអាចធ្វើការ scan ទូទាត់លុយបានហើយបើសិនជាខ្ញុំចុចពីរដងវានឹងចេញជាមួយនឹងកម្មវិធី AI ដូចជា ChatGPT ហើយនឹង Gemini សម្រាប់ការប្រើប្រាស់ការងារប្រចាំថ្ងៃរបស់ខ្ញុំហើយកន្លែងហ្នឹងដែរអ្នកទាំងនេះអាចធ្វើការកំណត់ទៅតាមតម្រូវការរបស់យើងរៀងខ្លួនដែលយើងគ្រាន់តែចុចនៅលើហ្នឹងម្ដងទៅយើងឃើញជាមួយនឹងខ្ចៅយើងចុចនៅលើហ្នឹងហើយយើងអាចធ្វើការកែសម្រួលក៏ដូចជាជ្រើសរើសទៅលើកម្មវិធីដែលយើងចង់ឲ្យវាចេញកន្លែងហ្នឹងសម្រាប់ខ្ញុំគឺគិតថាវាល្អដោយសារតែវាធ្វើឲ្យការបើកកម្មវិធីរបស់យើងបានលឿនជាងមុនចំណុចមួយដែលខ្ញុំជឿថាបងប្អូនអ្នកគ្នាប្រកាសជាឆ្ងល់ហើយចង់ដឹងច្រើនគឺតើទូរស័ព្ទមួយគ្រឿងនេះអាចធ្វើការប្រើប្រាស់បានកម្មវិធីទាំងអស់ឬក៏អត់ចម្លើយគឺបានបងប្អូនអាចធ្វើការប្រើទៅលើកម្មវិធី Google ទាំងអស់ក៏ដូចជាកម្មវិធីធនាគារហើយបើសិនជាបងប្អូនចង់ download កម្មវិធីគឺបងប្អូនអាចធ្វើការចូលទៅទាញយកពី App Gallery បានថែមទៀតបើយើងងាកមកមើលអេក្រង់នៅលើទូរស័ព្ទមួយគ្រឿងនេះវិញគឺមានអេក្រង់ធំដែលមានទំហំរហូតដល់ 6.84 អ៊ីងជាប្រភេទ Vivid OLED ដែលវាផ្ដល់ជាមួយនឹងពណ៌ច្បាស់ហើយនឹងស្រស់ជាមួយនឹងកម្រាស់ bezel ស្ដើងត្រឹមតែ 1.5 មីលីម៉ែត្រតែប៉ុណ្ណោះហើយបើតាក់ទងជាមួយនឹង refresh rate វិញគឺរហូតដល់ 120Hz ដែលយើងអាចធ្វើការមើលទៅលើវីដេអូ scroll social media ហើយនឹងលេង game បានយ៉ាងរលូនតែម្ដងកម្រិត brightness វិញគឺអាចឡើងបានរហូតដល់ 4000 nit ដែលយើងអាចធ្វើការប្រើប្រាស់នៅខាងក្រៅដោយមិនចាំបាច់បារម្ភនោះទេនៅក្នុងនោះក៏មានជាមួយនឹងមុខងារ Eye Comfort Mode ដែលវាអាចធ្វើការការពារទៅលើភ្នែករបស់យើងក្នុងករណីដែលយើងប្រើប្រាស់យូរម៉ោងហើយសម្រាប់ទូរស័ព្ទមួយគ្រឿងនេះគឺមានកម្រាស់ 7.98 មីលីម៉ែត្រជាមួយនឹងទម្ងន់ 232 ក្រាមហើយចំណុចមួយទៀតដែលខ្ញុំជឿថាបងប្អូនអ្នកនេះទន្ទឹមរង់ចាំនោះគឺតាក់ទងជាមួយនឹងកាមេរ៉ានៅលើទូរស័ព្ទ Huawei Nova 15 Max នេះសម្រាប់ទូរស័ព្ទមួយគ្រឿងនេះគឺបំពាក់មកជាមួយនឹងកាមេរ៉ា Gold ដែលមានទំហំ50 megapixel ជាប្រភេទ RYYB ដែលវាគឺជាប្រភេទមួយដែលពូកែថតរូបបែប low light ឬក៏ទីកន្លែងដែលមិនសូវមានពន្លឺដូច្នេះនៅពេលដែលយើងថតរូបនៅកន្លែងងងឹតឬក៏ពេលយប់ក៏វានៅតែមើលឃើញភ្លឺដែរនៅក្នុងកាមេរ៉ាក៏មានមកជាមួយនឹង color preset ស្រាប់ៗដែលអ្នកទាំងនេះគ្រាន់តែធ្វើការទៅហើយចុចថតគឺជាការស្រេចហើយសម្រាប់កាមេរ៉ានៅខាងមុខវិញគឺវាមានទំហំ8 megapixel សម្រាប់យើងក្នុងការថតរូប selfie ហើយបើករណីដែលយើងចង់ប្រើទូរស័ព្ទមួយនេះក្នុងការថតវីដេអូវិញគឺយើងអាចថតបាននៅក្នុងកម្រិត
4K ណោះចំណុចចុងក្រោយមួយទៀតគឺតាក់ទងជាមួយនឹងគុណភាពសំឡេងនៅលើទូរស័ព្ទមួយគ្រឿងនេះ Huawei Nova 15 Max នេះគឺបំពាក់មកជាមួយនឹង Dual Stereo Speaker ដែលវាផ្ដល់ជាមួយនឹងសំឡេងខ្លាំងរហូតដល់ 84 dB ហើយតាក់ទងជាមួយនឹង Sound Feel វិញគឺជាង 90 ដឺក្រេណោះអញ្ចឹងមានន័យថានៅពេលដែលយើងមើលរឿងលេង game ស្ដាប់ចម្រៀងអីគឺគុណភាពសំឡេងដែលចេញពីទូរស័ព្ទមួយនេះគឺវាឮច្បាស់ល្អបើខ្ញុំបានធ្វើការតេស្តផ្ទាល់វិញមានន័យថាបើសិនជាយើងជប់លៀងអីយើងចាំបាច់ត្រូវការ speaker ឲ្យយកតែទូរស័ព្ទមួយនេះចាក់ចម្រៀងក៏ឮសប្បាយដែរក្រៅពីនេះទៀតសម្រាប់ទូរស័ព្ទនេះគឺបំពាក់មកជាមួយនឹង chip Kirin 8000ជាមួយនឹង RAM 8GB បូក 8GB storage 256GB ធំល្មមសម្រាប់ការប្រើប្រាស់ហើយចំពោះពណ៌វិញគឺគេមានពីរពណ៌ឲ្យយើងធ្វើការរើសទៅតាមតម្រូវការរបស់យើងសរុបជារួមតែម្ដងខ្ញុំគិតថាទូរស័ព្ទគ្រឿងនេះគឺមានចំណុចពិសេសច្រើនមែនទែនដូចជាទំហំថ្មធំរូបរាងតាន់អេក្រង់ធំអញ្ចឹងបើសិនជាបងដែលគាត់ធ្វើការនៅខាងក្រៅច្រើនឬក៏គាត់ធ្វើការនៅលើទូរស័ព្ទច្រើនបងប្អូនអាចធ្វើការពិចារណាជាមួយនឹងទូរស័ព្ទគ្រឿងនេះដោយសារតែវាអាចជួយដោះស្រាយទៅលើបញ្ហាដែលបងប្អូនមានដូចជាការដែលត្រូវសាកថ្មញឹកញាប់ឬក៏ការស្ពាយ power bank ទៅតាមហើយបើសិនជាបងប្អូនចង់បានទូរស័ព្ទគ្រឿងនេះអាចស្វែងរកបាននៅគ្រប់ហាងលក់ទូរស័ព្ទដែលជាដៃគូសហការរបស់ Huawei បានចំពោះវីដេអូថ្ងៃហ្នឹងគឺយើងមានប៉ុណ្ណឹងបងប្អូននេះចូលចិត្តត្រង់ចំណុចណាខ្លះអាចជួយ comment នៅខាងក្រោមហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត